គ្រាន់តែបើកក្បាលវីដេអូភ្លាមអ្នកទាំងអស់គ្នាច្បាស់ជាដឹងហើយថាម៉ូតូ model 2នេះខុសគ្នាត្រង់ណាហើយតោះ fan KTM មកវិភាគវែកញែកថាតើម៉ូតូ model ទាំងពីរហ្នឹងខុសគ្នាត្រង់ណាឃើញពណ៌ក្រហមដូចគ្នាមែនទេណាម៉ូតូ model character ទាំងអស់គ្នានេះគឺជាម៉ូតូ model KTM GasGas Factory Racing មុននឹងចូលដល់ភាពលម្អិតយើងឆ្លើយនឹងសំណួរដំបូងសិនថាតើម៉ូតូទាំងពីរនេះខុសគ្នាឬដូចគ្នាតាមពិតទៅម៉ូតូហ្នឹងដូចគ្នាទេទាំងឈ្មោះហើយជាមួយនឹង series ណាប៉ុន្តែខុសគ្នាត្រង់លេខមួយលេខ37មួយទៀតលេខ44អញ្ចឹង fan របស់ MotoGP ក៏ដឹងហើយថាលេខ44បើកដោយអ្នកណាហើយលេខ37បើកដោយអ្នកណាប៉ុន្តែបើអ្នកដែលអត់ដឹង admin សូមជម្រាបថាលេខ44បើកដោយ Paul ហើយលេខ37បើកដោយ Augusto អញ្ចឹងណាគេ fan របស់ Paul កំងលេខ44ទៅហើយណាគេ fan របស់ Augusto កំងលេខ37ទៅយើងមាន stock ទាំងពីរហើយបើស្រឡាញ់ទាំងពីរកំងទាំងពីរហ្មងទៅដាក់ចិត្តគ្នាទៅអេមខ្លាំងហ្មង fan KTM ឃើញម៉ូតូទាំងពីរហ្នឹងហើយដឹងឲ្យពេញចិត្តពេលខ្លះពិបាកសម្រេចចិត្តថាយក model មួយណាយកលេខមួយណាអញ្ចឹងកំងទាំងពីរហ្មងទៅម៉ូតូ model character ទាំងអស់គ្នាម៉ូតូ model មួយនេះគឺ KTM GasGas ដែលមានទំហំ1/18ប្រវែង12សង់ទីម៉ែត្រមានន័យថាយើងយកម៉ូតូ KTM មែនទែនមកបង្រួមឲ្យតូចជាងមុន18ដងដែលបានម៉ូតូ model ប្រវែង12សង់ទីម៉ែត្រហ្នឹងម៉ូតូហ្នឹងមើលទៅរាងតូចបន្តិចប៉ុន្តែលម្អិតស្អាតដូចម៉ូតូ GP យើងមែនទែនអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់ខ្លាចថាម៉ូតូតូចអញ្ចឹងតិចអត់ស្អាតទៅធានា admin ធានាថាស្អាតខ្លាំងហ្មងហើយម៉ូតូ model មួយនេះត្រូវបានផលិតដោយមានការអនុញ្ញាតពីក្រុមហ៊ុន KTM Sport Motorcycle GmbH អញ្ចឹងអ្នកទាំងអស់គ្នាបានម៉ូតូ model ដែលស្អាតនៅក្នុងក្តីសម័យរបស់អ្នកទាំងអស់គ្នាហើយបានម៉ូតូ model ដែលមានការផលិតដោយមាន license ពីក្រុមហ៊ុន KTM ហ្មងអញ្ចឹងអ្នកទាំងអស់គ្នាអស់បារម្ភថាអូម៉ូតូហ្នឹងមិនមែនជាម៉ូតូបៀបលេងទេណាគឺជាម៉ូតូ model ដែលមានគុណភាពស្អាតខ្លាំងហ្មងទាំងអស់គ្នាមានឃើញចតុលខាងក្រោយហ្នឹងឯងបើអ្នកទាំងអស់គ្នាកំងទៅចតុលខាងក្រោយហ្នឹងទៅជាមួយនឹងម៉ូតូហ្នឹងស្រាប់ហ្មងអញ្ចឹងពេលដាក់តាំងទៅគឺអេមខ្លាំងប៉ុន្តែយើងមានចតុលកដាលបើសិនអ្នកទាំងអស់គ្នាអត់ចង់ដាក់ចតុលខាងក្រោយទេយើងអាចដាក់វាយចតុលកដាលទៅក៏ស្អាតម្យ៉ាងដែរអូមួយទៀតអ្នកទាំងអស់គ្នាពេលដែលអ្នកទាំងអស់គ្នាកំងទៅយើងមាន free ផ្លាកលេខហើយ free ដឹកជូនចំពោះផ្លាកលេខអ្នកទាំងអស់គ្នាមានជំរើសពីរទី1គឺបិទនៅនឹងម៉ូតូមកទៅឲ្យ admin បិទឲ្យហើយមួយទៀតគឺ admin ដាក់ខាងក្រៅជូនហើយអ្នកទាំងអស់គ្នាទៅបិទខ្លួនឯងបើអ្នកទាំងអស់គ្នាចង់បិទក៏បានមិនបិទក៏បានពេលយកទៅអាចដាក់គៀននឹងក៏បានដែរព្រោះម៉ូតូ GP ភាគច្រើនអត់មានផ្លាកលេខទេប៉ុន្តែបើយើងដាក់ផ្លាកលេខទៅមានអារម្មណ៍ថាម៉ូតូហ្នឹងគឺជារបស់យើងណា customize ដើម្បីយើងណាអញ្ចឹងយើងបានម៉ូតូ model ដែលយើងស្រឡាញ់ក្នុងក្តីសម័យហើយបានផ្លាកលេខក្នុងក្តីសម័យរបស់អ្នកទាំងអស់គ្នាទៀតអញ្ចឹងចាំកាលកំងទៅទាំងអស់គ្នាមានចាប់អារម្មណ៍ទេវីដេអូនេះវែងខុសធម្មតារហូតដល់4នាទីដោយសារថា admin ស្រឡាញ់ម៉ូតូនឹងខ្លាំងណាហើយថតឲ្យអង្គុយថតនៅនឹងថតអត់សាំទេអញ្ចឹងនៅពេលដែលយើងស្រឡាញ់ខ្លាំងហើយអត់សាំអញ្ចឹងមុំណាក៏ស្អាតដែរដល់ពេលរួចទៅដល់ឃើញស្អាតគ្រប់មុំអញ្ចឹងទៅក៏យកមកដាក់ចូលវីដេអូទាំងអស់អត់មានកាត់ប្លង់ណាមួយចោលទេអញ្ចឹងសង្ឃឹមថា fan គ្នាយើងឃើញដោយ admin ដែរហើយ admin ចែករំលែករបស់ដែលស្អាតរបស់ដែលល្អជូនអ្នកទាំងអស់គ្នាម៉ូតូហ្នឹងប្រវែងតែ12សង់ទីម៉ែត្រទេណាប៉ុន្តែlogo sponsor នៅលើម៉ូតូហ្នឹងគឺច្បាស់ហ្មងយើងឃើញមាន Elf មាន Michelin ហើយយើងមាន Tech3 យើងមានអក្សរដាក់ថា Get on the gas ច្បាស់ហ្មងហើយ logo អក្សរ G ហើយជាមួយនឹង Carpet ជាមួយនឹងពងស៊ីម៉ាំងហើយជាមួយនឹង RCB logo ទាំងអស់ហ្នឹងជុំវិញគឺស្អាតហើយច្បាស់ខ្លាំងហ្មងអញ្ចឹងទាំងអស់គ្នាកំងទៅព្រោះម៉ូតូហ្នឹងច្បាស់ហើយគុណភាព premium ស្អាតណាជាងម៉ូតូហ្នឹងមាននៅក្នុង stock ឆាប់ collect ចូលក្នុង collection ម៉ូតូ GP របស់អ្នកទាំងអស់គ្នាទៅណា